Hello guys, welcome back to my channel. អញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលសកម្មភាពរបស់ខ្ញុំដើរលេងនៅក្នុងថ្ងៃ Labor Day នៅចិន So let's go. ថ្ងៃនេះខ្ញុំទៅដើរលេងនៅភូមិនៅខាងខេត្តអញ្ចឹងតែទីខ្ញុំក៏បានថតវីដេអូខ្លះៗ show អ្នកទាំងអស់គ្នាអញ្ចឹងដើម្បីទៅដល់នឹងខ្ញុំត្រូវជិះឡានក្រុងពីស្នាក់របស់ខ្ញុំទៅតទៅកន្លែងរថភ្លើងមួយទៀតដើម្បីទៅដល់កន្លែងដែលខ្ញុំចង់ទៅដើរលេងនឹងតែស្តែនៅចិត្តស្លាប់របស់ខ្ញុំនឹងអត់មានទីធ្លាអញ្ចឹងទៅត្រូវជិះឡានក្រុងតទៅជិះទីធ្លា请需要下车的乘客及ហើយនេះខ្ញុំមកដល់កន្លែងជិះរថភ្លើងហើយនិយាយទៅមនុស្សរៀងច្រើននៅកំឡុងថ្ងៃនោះដោយសារតែគេឈប់ដើរលេងទាំងអស់គ្នាអញ្ចឹងទៅនៅកន្លែងរថភ្លើងមនុស្សច្រើនខ្លាំងមែនទែនហើយមកដល់ព្រាមគឺមកទិញមីលធីញ៉ាំមកដោយសារតែរៀងហត់ដែរហើយនឹងដើរទៅឃើញគេមានលក់នេះខ្ញុំគិតថាប្រឆាក់ខ្វៃតែមិនឆាក់ខ្វៃfirst destination របស់ខ្ញុំហ្នឹងគឺនៅចាងហាន់លូនៅកន្លែងហ្នឹងក៏មានលក់អីញ៉ាំហើយកន្លែងដើរលេងដើរមើលអីចឹងណាហើយនៅកន្លែងហ្នឹងមនុស្សច្រើនមែនតើដោយសារតែគេមក check in ថាបើសិនជាអ្នកគេមកដល់វូហានគេមក check in នៅហ្នឹងហើយដោយសារតែនៅលើចាងហ្នឹងគេមានដាក់អក្សរវូហានលុយទៅយើងមកដល់វូហានហើយអីចឹងណាហើយនេះគឺជា bank ធនាគារនៅមុខកន្លែងdestination ទី2ដែលខ្ញុំទៅនឹងហើយbank នោះធំមែនតើអញ្ចឹងទៅបាទខ្ញុំថតចូលនៅក្នុងហើយ destination ទី2ដែលខ្ញុំទៅហ្នឹងគឺមានឈ្មោះថាខានខូចាងខានកន្លែងហ្នឹងដូច Riverside នៅវូហានហ្នឹងចឹងហើយថ្ងៃនោះមនុស្សមកច្រើនមែនតើមកហើយកន្លងពេលដែលខ្ញុំទៅហ្នឹងគេមានក្លែងលេងក្លែងអី so relaxing ហើយ very chilling ហើយពួកខ្ញុំក៏សម្រេចចិត្តថានឹងអង្គុយនិយាយគ្នាលេងនៅហ្នឹងហើយចាំដល់ម៉ោងញ៉ាំបាយចាំទៅញ៉ាំបាយតែសារតែពួកយើងមាន plan ទៅញ៉ាំម្ហូបប្រចាំតំបន់នៅហ្នឹងដែលមានឈ្មោះថារកានមានប៉ុន្តែអីដែលគួរឲ្យស្ដាយហ្នឹងគឺពេលដែលខ្ញុំទៅហ្នឹងគេអស់សាច់ដែលខ្ញុំចង់ញ៉ាំហើយខ្ញុំក៏ហាសាច់ដែលគេមានហ្នឹងហើយរសជាតិរបស់វាគឺដូចមីកូគេស្រូបជាមួយនឹងទឹកសណ្តែកដីពីលើហ្នឹងឆ្ងាញ់ប៉ុន្តែគ្រាន់វារៀងគោកបន្តិចហើយនេះពេលមកផ្ទះវិញនិយាយទៅមនុស្សច្រើនមែនតើហ្មង And that's it for my video. Thank you for watching. See you in next video. Bye.